ប្រមាណប្រកួតចុងក្រោយគឺតាំងទៅរកគ្រាប់បាល់បានហើយសម្រាប់ FC Barcelona ខណៈថ្ងៃនេះគឺទទួលរ៉ាប់រងបន្ទុកប៉ុន្តែកន្លែងនេះ Rafinha Barcelona ប៉ះគ្នាជាមួយនឹងក្រុមបាល់ទាត់ Villarreal តោះឱកាសរបស់ក្លាកោ Barcelona ទៅសុទ្ធមកជើងជួយមកអត់ចូលទេអូយបាល់ Lewandowski ឌីចុងអាម៉ាល់ហ្គោបាទរុញមកយ៉ាម៉ាល់ Frenkie de Jong រុញតទៅទៀតទុកមួយសិន Rafinha La Liga បាទសប្តាហ៍ទី17នេះគឺជាជំនួបជួបគ្នារវាង Villarreal ជាមួយនឹងក្រុមបាល់ទាត់ FC Barcelona យ៉ាងណាយើងមកតាមដានជាមួយនឹងជំរឿន11អ្នកដំបូងពីក្រុមបាល់ទាត់ទាំងពីរក្រុមបាល់ទាត់ Villarreal មានអ្នកចាំទីជួយញើខ្សែការពារ Navarro Marin ជាមួយនឹង Renato Vieira ខាងឆ្វេងមាន Cardona បំរើ4អ្នកមានមុនឆាណាន់កណាកោ Khomesana កណ្ដាលមាន Parejo ជាមួយនឹង Molero ហើយពីរអ្នកនៅខាងលើហ្នឹងគឺយើងមានកីឡាករ Nicolas Pepe ជាមួយនឹង Jose Perez ប្រព័ន្ធលេងគឺ 4-4-2 ដែលដឹកនាំដោយលោកគ្រូបង្វឹក Marcelino បាទហើយបងប្អូនបានឃើញណាពី VAR នៃលោក Valentino Pazarro បាទសួស្តីបងប្អូនមកខ្ញុំបាទ Channon ហើយយើងសូមធ្វើការវិលត្រឡប់អស់លោកអ្នកជាមួយនឹងទស្សនវិជ្ជាថ្មីទស្សនវិជ្ជាថ្មីណាបាទបើយ៉ាងណាទៅទៀតយើងមកមើលជាមួយនឹង11អ្នកដំបូងរបស់ Barcelona មាន Juan Garcia ខ្សែការពារ4រូបរបស់គេនៅថ្ងៃនេះមានខាងស្ដាំបាទ Huskone បន្ទាប់មកមាន Kobayashi ជាមួយនឹង Gerard Martin ខាងឆ្វេងមាន Balde ខ្សែបម្រើបាទមានកីឡាករ Frenkie de Jong ជាប្រធានក្រុម Eric Garcia ឥឡូវនេះ Villarreal មកហើយបាទនេះវាមួយទឹក Villarreal បញ្ចុះមកស្លាប់ខាងឆ្វេង Cardona ជួយឆ្វេងអាចធ្វើការបញ្ចុះបានទេស្រុតមួយជើង Cardona តេវ៉ាវលឿនពេកហើយកុំបញ្ញាពេកនេះបាទអាយយលៀបបងនូនសង្ហាម្លេះអរគុណបាទយកមកមើលការលេងចេញពីខាងឆ្វេងប៉ុន្តែការលើកមួយនេះវាហាក់បីដូចជាយល់ចិត្តគ្នាខ្លាំងណាស់ដែរការតែតមកក្បាលពីបាគូបាស៊ីការលើកនេះលើកដ៏ស្អាតតែម្ដងណាបាទពីកីឡាករលេខ20របស់គេបាទ Molero មិនមែន Cardona ទេសំទោសបាទ Molero ស៊ីលេងលឿនច្រាត់ Martin ច្រែកមួយជះទៅខាងលើយកបាល់បានឥឡូវនេះការវេបកមកវិញពី Villarreal ចុចទៅ Nicolas Pepe អមពីស្លាប់ខាងស្ដាំ Nicolas Pepe បាទខ្សែប្រយុទ្ធរបស់ Cordova Pepe រុញអាកាសកាត់ចូលទៅខាងក្នុងពី Villarreal ប៉ុន្តែកន្លែងនេះទុបមួយមកជើងប្លុកបានពី Rafinha Jose Perezអូយបងនុនប៉ាចកទៅណាប៉ាចកអត់នៅទេបងនុនស្គាល់ខ្ញុំអត់ពុតធីដែនអូស្គាល់អាដែរណៃ20នាទីអ្នកក្រស៊ី1 35នាទីមួយទៀតនេះបងអ៊ុំPinarin ជូនពរJose Perez ផ្ដាច់ទៅលឺវិញបែរមកកន្លែងនេះផ្ទះពី Lamine Yamal ឲ្យមកខាងស្ដាំទុកមួយ Rafinha គីឆ្វេងលោកគ្រូpenalty oh my god yes this is gonna happen man អ្វីដែលវារៀបនឹងកើតឡើងគឺវាតែងតែកើតឡើងហើយដូចកាចាស់សឹករឹតបាទលោកស្រីយើងមកមើលនេះពិតជាធ្វើការលេងជាមួយនឹងចង្វាក់ល្អមែនតើបាទផ្ដាច់ពីបាទយ៉ាម៉ាល់ឲ្យមកខាងស្ដាំ Rafinha គាត់ស្ទុះទៅហើយបាទស្រេចឃ្លានមែនតើបុកអូហូយនេះប៉ះទង្គិចគ្នាយើងបើមើលការគៀចូលទៅក្នុងប្រអប់គ្រោះថ្នាក់ជើងឆ្វេងរួចក៏លុកណែបាល់នេះគឺចំហវាត្រូវតែប៉ះគ្នាអញ្ចឹងហើយបាទទស្សនិកជនបងនុនបងម៉ាល់ខ្ញុំទុនម៉េះថ្ងៃហ្នឹង I don't know brother ពេលនាទីបាទ goal rating គឺ 92% សម្រាប់ Rafinha បាទអញ្ចឹងមកន័យថា Rafinha គឺគាត់ឲ្យតែគាត់សុទ្ធពេលនាទីគឺវាអាចនឹងចូលច្រើនហើយ 92% Here's come Rafinha ប្រមាណប្រកួតចុងក្រោយគឺតាំងទៅរកគ្រាប់បាល់បានហើយសម្រាប់ FC Barcelona ខណៈថ្ងៃនេះគឺទទួលរ៉ាប់រងបន្ទុកប៉ុន្តែកន្លែងនេះ Rafinha អូហូយឡើងហើយបាទនេះហើយគឺជាកម្មវត្ថុដែល Rafinha មកលេងនៅថ្ងៃនេះព្រោះថាត្រឹមតែគ្រប់បាល់ពេលនាទីប៉ុណ្ណេះមានអីដែលពិបាកទៅសម្រាប់ Rafinha ពិតជាល្អ Lamine Yamal នៅតែខ្លាចជាដៃគូដ៏ស្អិតរមួតជាមួយនឹងខ្សែប្រយុទ្ធស្លាប Brazil យើងមកមើលការលុកអមិញនេះ
បាទវាធ្វើឲ្យរ៉ាហ្វីញ៉ាញាក់ចង្កេះដាច់ផុតញាក់ចាំទីរបស់វីឡារៀលទៅហើយជារបស់បារាំងមកជើងឆ្វេងបាត់បង់ហើយប៉ារេហូឥឡូវនេះយកទៅតមកជើងឆ្វេង Yes it's okay វាមិនអីទេបាទបូឆាណាន់យើងកុំទៅអពេកកុំរំភើបពេកបាទបូឆាណាន់ខ្សែប្រយុទ្ធស្លាបរបស់កាណាដាបាទរុញមកយ៉ាម៉ាល់ Frankie de Jong រុញតទៅទៀតទុកមួយសិនរ៉ាហ្វីញ៉ារ៉ាហ្វីញ៉ាខូនដេទាញមួយទៀតអេរិកកាសៀជួយរ៉ាត់ម៉ាទីនអាម៉ាអូញ៉ាំបាយធម្មតាទេមិនមែនញ៉ាំអីណាបងជេសៀងអាដេរឆានវិញអាដេរឆានទៅខាងក្នុងបាទទុកមួយសិនម៉ូឡេរ៉ូនីក្លាស់ប៉េពេម៉ូឡេរ៉ូឲ្យមកខាងឆ្វេងទៅកាដូណាកាត់ចូល Unbelievable Oh no What មានរឿងអីកើតឡើងអូដកគ្រាប់បាល់ប្រហែលជាបាល់នេះគឺវា offside អូបាល់នេះ offside មែនមកកាដូណា Yes ក៏ដូចមកចៅសៀម Hello រ៉ាឈិញសួស្តីនិតសាណៃបាទនេះការសុទ្ធពីបោះឆ្នាំបាញ់បោះឆ្នាំអូសក់លោបោះឆ្នាំចាំពេលខ្ញុំមានសក់ច្រើនខ្ញុំយ៉ាម៉ាល់បញ្ជូនទៅទៀតតោះលូប៉េសកាត់ជូលសង្គ្រោះបានអាម៉ាល់ឲ្យគេមកអាម៉ាល់ទាញជួយឆ្វេងអាម៉ាល់សុទ្ធអាម៉ាល់ផុតដល់បាទីអូយប្រុសសុទ្ធ free kick នៅគុំបារៃសុទ្ធប្រៃឈរចិត្តផ្ទះខ្ញុំអូយសុទ្ធស្អាតគាត់ឈ្មោះអីបាទសុះមិនហ្វីសុះមិនឈ្មោះគាត់ the third place you know បាល់ដេបាល់អើយបាល់ដេអូអានេះឯងព្រមផ្ដាច់តាបាល់ដេអើយឆ្ងល់ដែរអូយកុំម៉ាន់គូបាស៊ីកុំឲ្យបោះឆ្នាំដាក់ទៀតមកញ៉ាអត់ទេបាទបានតែមួយបើសិនជាឈ្នះវាឡារៀលតែមួយវាសប្បាយចិត្តតែមិនជាមែនណាតម្រង់លេងកាករបស់ FC Barcelona ហ្នឹងណាតោះឲ្យចាញ់ទៅមិនតោះអាឆ្ងល់វាដែរអាបាល់ដេរុញតឡាមីនខូដេអេរិកាជាអាចុងយោចេះតែចោះទៅបានទេអាចុងអាម៉ាល់ទាញអាម៉ាល់ហ្វាំងចុះហ្វាំងឡើងអាម៉ាល់កាត់ចូលមកជើស្ដាមហ្វឺមីលូប៉េបោះឆ្លាន់ឃ្លៀយកបានពីអេរិកាជាបាល់ដេជួយឆ្វេងអែមសើចោះមកបាល់ដេបងហាស្មោះញ៉ាក់សួស្តីបាទសួស្តីលីហេងម៉ាកូឡាហ្វតអត់តដូរចូលទេម៉ាកូឡាហ្វតបាសេឡូណាប៉ះគ្នាជាមួយនឹងក្រុមបាល់ទាត់វីឡារៀលតឱកាសរបស់ក្លាកោបាសេឡូណាទៅសុទ្ធមកចានជួយមកអត់ចូលទេអូយបាទលីវ៉ាន់ដូស្គីឌីចុងអាម៉ាល់ហ្គោFC Barcelona អូយបាទគ្រាប់បាល់បញ្ចូលទីដោយកីឡាករឡាមីនយ៉ាម៉ាល់អូយបាទបងប្អូនយើងឥឡូវនេះ FC Barcelona បើការមកទៅលើក្រុមបាល់ទាត់ Villarreal ដោយលទ្ធផល2-0អូយ my god ពិតជាមិនធម្មតាទេបងប្អូនយើងនេះហើយបាទប្រិមិត្តអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ SC Barcelona ណាពិតជាសប្បាយចិត្តមិនស្ទើរទេបន្ទាប់ពីការសម្បញ្ចូលទីរបស់កីឡាករ Lamine Yamal 4 goal SC Barcelona too easy អូនេះ
យកមើលការទប់ដល់ល្អឡាមីយ៉ាម៉ាល់គៀសមួយសុទ្ធក៏មិនបានល្អហើយដែលបន្ថែមនោះគឺបើ Frankie de Jong ប៉ុន្តែ Lewandowski ក៏ទប់បានល្អ Frankie de Jong ទម្លាក់ដល់ឡាមីយ៉ាម៉ាល់ផ្ទះមកជើងឆ្វេងនេះផុតដៃរបស់អ្នកចាំទីល្អមែនតើអូយ MC ណាចាជេក៏ដូចម៉ាអាសៀមមួយគ្រូម៉ាអាសៀមគ្រូម៉ាអាថោកអាសៀមអាត្រូវគ្រប់ក្បាលឯងមកដុំអត់ឡើយអាសៀមឯងនេះយូរទៅកាន់តែប្រហឿនពីរៀននៅស្លាប់ឆ្វេងនឹងកីឡាករបាកាដូណាចែកចុះបន្តមកដល់កីឡាករម៉ូលេរីណូគៀសមួយគៀសពីរទៅមិនរួចទេមានការដល់ទៅ2នាក់បាទរៀងបាទពីកីឡាកររបស់ក្រុមបាល់ទាត់វីឡារៀប៉ុន្តែអញ្ញាកណ្ដាលវិន័យបាននេះលេងបន្តបាល់មុខនៅចំណេញទៅរៀបរយឱកាសរបស់វីឡារៀស្រូមកស្លាប់ខាងស្ដាំស្រូចូលថែមជួយបានពីអ្នកចាំទីទៀតអូយកាយមកជើងទៀតអូយបាទអត់ចូលទេបាទអ្នកចាំទីបាទចនហ្កាសៀនេះបាទល្អយ៉ាងនេះបាទចនហ្កាសៀអូយបាទពិតជាមិនធម្មតាមែនបាទការសុទ្ធរបស់កីឡាករវីឡារៀម៉ែបងប្អូនឲ្យសម្រុកដើរក៏នេះកន្លែងនេះពេបាទតម្លាក់មកស្លាប់ខាងស្ដាំអាលេខ10ហ្នឹងបាទល្អមែនទែនមកកីឡាកររបស់ក្រុមបាល់ទាត់វីឡារៀសុទ្ធមកជើប៉ុន្តែបាទត្រូវបាទជួយបានពីអ្នកចាំទីបាទប្រធានក្រុមកីឡាករបាទប៉ារ៉េជូឈ្មោះគេគឺប៉ារ៉េជូប៉ារ៉េជូវ៉ាវ so respect បាទប៉ារ៉េជូហើយ MC ផ្លោកប្រាដកីឡាករបាសណោះឱកាសរបស់ក្រុមបាល់ទាត់ FC បាសេឡូណាក្រោះចូលទៅខាងក្នុងទៅបំផុតទេឃ្លៀចោលនៅទៅគ្រប់គ្រងបាល់បន្តចេញពីឡាមីនយ៉ាម៉ាល់ឌីចុង Frankie de Jong ស្រូម្ដងកីឡាករគុនដែលបលែងមួយនោះអ្នកកាត់មកចេញពី Rafinha ប្រជុំមកដល់ក្លឹបម៉ាក់បេណាបលែងឱកាសរបស់បាសេឡូណាអូ Rafinha អូបាទ Oh my god មកជើងនេះបាទអស់ទាស់មែនតើមកខ្ញុំនេះឡើងចង់ដាច់ផ្ងាទៅក្រោយណានេះយើងមកមើលការបលែងអត់ទាត់នេះអ្នកដែលបន្ថែមមកជើងនេះបាទឆ្ងាញ់មែនតើដល់ពីបាទ Rafinha មកកម្លាំងជើងនេះខ្លាំងមែនតើបើសិនជាចូលហ្នឹងមិនដឹងអ្នកចាំទីមិនដឹងចាប់តាណាទេបាទបងប្អូនយើងអត់លឺសំឡេងនិយាយបាទ Rafford បញ្ជប់បាល់មកល្អទៀតឥឡូវស្រូចូលមករបស់កដាគៀសមួយល្អបត់មកទៅខាងលើទៅហើយឱកាសរបស់ក្រុមបាល់ទៅវីឡារៀលគ្រាប់បាល់ទី1វីឡារៀលអត់ចូលថែមជួយបានពីអ្នកចាំទៀតមកជើងជួយអត់ចូលទេលោកអើយបាទអ្នកចាំទីហ្កាសៀនេះល្អចំយីឯបងប្អូនយើងនេះមកជើងពីចង្អាយជួយបានពីអ្នកចាំទីមកជើងខាងទៀតត្រូវបានជួយពីអ្នកចាំទីបាទចនហ្កាសៀនេះយកមើលឱកាសសុទ្ធពីបាកាឡាកតរបស់ក្រុមបាល់ទាត់បាទវីឡារៀលនេះមកជើងមកក៏ជួយបានថែមមកជើងទៀតក៏មិនចូលទៀតបាកាឡាបាទឯខ្ចីជើងឡងមែនជាមួយនឹងម៉ាក់បេណាល់បាទឯសាជាថ្មីបញ្ជូនមក Frankie de Jong 1-2ជាមួយនឹង Rashford អីយ៉ាឱកាសរបស់ក្រុមបាល់ទាត់ AC បាល់ទៅឱកាសរបស់ Rafford អត់ចូលទេលោកអើយចាប់បាត់ហើយមកម៉ាកូរ៉ាស្ពតខ្សែធនហើយបាទសើយមែនទែនទៅវិញហើយឱកាសរបស់ក្រុមបាល់ទាត់វីឡារៀរុញមកខាងស្រីអកសើបាត់